ប្រតិបត្តិជាកធាតុអាកាសប្រចាំថ្ងៃរបស់ខេត្តកំពង់ស្ពឺមន្ទីរធនធានទិន្នន័យខេត្តកំពង់ស្ពឺបានដឹងថានៅថ្ងៃទី16ខែមីនាឆ្នាំ2026ទ្រង់សម្ពាធខ្ពស់បាននៅកំពុងមានឥទ្ធិពលមកលើខេត្តកំពង់ស្ពឺស្ថានភាពបែបនេះនឹងធ្វើឲ្យសីតុណ្ហភាពអបបរបាពី24ដល់25អង្សាសេនិងអតិបរបាពី36ដល់37អង្សាសេខ្យល់បក់ប្រែប្រួលទិសមានល្បឿនចាប់ពី1ទៅ4ម៉ែត្រក្នុង1វិនាទីចំណែកឯស្ថានភាពទឹកនិងកម្ពស់ទឹកនៅតាមបណ្ដាស្ថានីយជលសាស្ត្រសំខាន់នៃដងស្ទឹងព្រែកត្នោតខេត្តកំពង់ស្ពឺសម្រាប់ថ្ងៃទី16ខែមីនាឆ្នាំ2026ក៏អំពីស្ថានភាពទឹកនៅតាមបណ្ដាអង្គទឹកសំខាន់យោងតាមស្ថានភាពធាតុអាកាសមន្ទីរសូមគោរពជំរាបជូនដំណឹងដល់បងប្អូនសាធារណជនមេត្តាជ្រាបថាស្ថានភាពទឹកនៅតាមបណ្ដាទំនប់អាងបរិមាណទឹកដែលបានស្តុកទុកសម្រាប់បម្រើតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញនៅចន្លោះពី 80% ទៅ 85% សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមប្រើប្រាស់ទឹកដោយមានលក្ខណៈសមស្របចំចាយខ្ពស់ដើម្បីជៀសវាងបញ្ហាប្រឈមពីការកង្វះទឹកស្រោចស្រពដោយឡែកស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅតែបន្តនិរន្តរភាពជាធម្មតាលើកលែងតែការបញ្ជូនទឹកទៅផ្នែកខាងក្រោមតាមរយៈប្រព័ន្ធប្រឡាយមេរលែងជ្រៃខាងជើងខាងត្បូងដែលគម្រោងកំពុងបន្តការងារសាងសង់ខកម្ពស់ទឹកតាមស្ថានីយជលសាស្ត្រដងស្ទឹងព្រែកត្នោត1ស្ថានីយតាសាលថ្ងៃទឹកមានកម្ពស់15ម៉ែត្រ36សង់ទីម៉ែត្រទីមួយថ្ងៃម្សិលមិញទាបជាង12សង់ទីម៉ែត្រកម្រិតកម្ពស់ប៉ង់បរិយាកាស20ម៉ែត្រ2ស្ថានីយពីមខ្លីថ្ងៃនេះទឹកមានកម្ពស់1ម៉ែត្រ40សង់ទីម៉ែត្រទីមួយថ្ងៃម្សិលមិញស្មើនឹងថ្ងៃនេះកម្រិតកម្ពស់ប៉ង់បរិយាកាស8ម៉ែត្រ3ស្ថានីយរលាងជ្រៃថ្ងៃនេះទឹកមានកម្ពស់3ម៉ែត្រ80សង់ទីម៉ែត្រទីមួយថ្ងៃម្សិលមិញខ្ពស់ជាង22សង់ទីម៉ែត្រកម្រិតកម្ពស់ប៉ង់បរិយាកាស7ម៉ែត្រ80សង់ទីម៉ែត្រអាស្រ័យដោយបានគោរពជំរាបជូនខាងលើសូមបងប្អូនសាធារណជនមេត្តាជ្រាបសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់កិច្ចសហ